ព្រះសាស្តាការប្រថាប់នៅក្នុងវត្តចេតពុនទ្រង់ប្ររពបរោះអ្នកជួស្រែម្នាក់ត្រាស់ប្រធមទេសនានេះថានតាំងកម្មមាំងកតាំងសាធុដូច្នេះជាដើមសេចក្តីពិស្ដាបានលើថាអ្នកស្រែនោះជួស្រែមួយកន្លែងនៅមិនឆ្ងាយអំពីក្រុងសាវត្ថីពួកចៅចូលទៅកាន់នគរតាមលូទឹកជីកអមមុងចូលទៅក្នុងត្រកូលអ្នកស្ដុកស្ដំមួយលួចយកមាសនិងប្រាក់ជាច្រើនហើយក៏ចេញទៅតាមលូទឹកនោះឯងចៅម្នាក់មានចិត្តមិនស្មោះត្រង់នឹងចៅទាំងនោះបានលាក់បង្វិចទ្រព្យ 1000 ក្នុងថ្នាក់សម្ពុតហើយធ្វើដំណើរទៅដល់ស្រែនោះក៏បែងចែកទ្រព្យជាមួយនឹងចៅទាំងនោះហើយកាន់ដើរទៅដោយមិនដឹងថាបង្វិចទ្រព្យដែលលាក់ទុកនៅថ្នាក់សម្ពុតលាក់នៅទីដែលចែកទ្រព្យនោះក្នុងថ្ងៃនោះពេលជិតភ្លឺព្រះសាស្តាទ្រង់ពិចារណាមើលសត្វលោកទ្រង់ឃើញបរោះអ្នកជួស្រែនោះចូលក្នុងសំណាញ់ញាណរបស់ព្រះអង្គហើយទ្រង់ពិចារណាថាហេតុអ្វីណនឹងមានទ្រង់ឃើញហេតុនេះថាអ្នកស្រែនោះនឹងជួស្រែពីព្រលឹមសំបីពុកម្ចាស់ទ្រព្យក៏ទៅតាមស្នាមជើងរបស់ចៅទាំងឡាយហើយឃើញបង្វិចទ្រព្យ 1000 ក្នុងស្រែរបស់បរោះអ្នកជួស្រែនោះហើយក៏នឹងចាប់បរោះអ្នកជួស្រែនោះវាតថាគតចេញហើយអ្នកដតេជាសាក្សីរបស់បរោះអ្នកជួស្រែនោះមិនមានសូម្បីធម៌ដែលជាឧបនិស្ស័យនៃសោតាបត្តមៈរបស់អ្នកស្រែនោះក៏មានតថាគតគួរទៅកាន់ទីនោះចំណែកអ្នកស្រែនោះទៅជួស្រែពីព្រលឹមព្រះសាស្តាមានព្រះអនន្តថេរជាបច្ឆាសមណៈស្ដេចយាងទៅកាន់ទីនោះអ្នកស្រែឃើញព្រះសាស្តាក៏ចូលទៅថ្វាយបង្គំព្រះមានព្រះភិក្ខហើយជួស្រែតទៅទៀតព្រះសាស្តាទ្រង់មិនបានត្រាស់នៅពីអ្វីទៅកាន់អ្នកស្រែនោះឡើយស្ដេចទៅកាន់ទីដែលបង្វិច 1000 នោះធ្លាក់ទ្រង់ទតឃើញបង្វិចនោះហើយក៏ត្រាស់ទៅកាន់ព្រះអនន្តថាមនាលអនន្តអ្នកឃើញអសេរពឹសទេព្រះអនន្តទូលថាឃើញព្រះអង្គអសេរពឹសកាចអ្នកស្រែបានឮពាក្យនោះហើយក៏គិតថាទីនេះជាទីតាច់ទៅក្នុងកាលឬក្នុងវិការរបស់យើងបានឮថាអសេរពឹសមាននៅទីនោះកាលព្រះសាស្តាត្រាស់ពាក្យមានប្រមាណប៉ុណ្ណេះទ្រង់ជិះចេញទៅក៏កាន់យកជន្លួនដើរទៅដោយតាំងចិត្តថាយើងនឹងសម្លាប់អសេរពឹសនោះឃើញបង្វិចទ្រព្យនោះហើយគិតថាពាក្យនោះប្រកាសជាពាក្យដែលព្រះសាស្តាទ្រង់ត្រាស់សម្ដៅយកបង្វិចទ្រព្យនេះហើយមើលទៅក៏កាន់យកបង្វិចទ្រព្យនោះត្រឡប់ទៅវិញព្រោះខ្លួនជាមនុស្សមិនឆ្លៀសទើបបិទបាំងដោយអាចដីក្នុងទីដ៏សមគួរមួយហើយជួស្រែបន្តទៅទៀតម្ចាស់ទ្រព្យនោះការរាត្រីទៅទើបដឹងថាចៅចូលលួចទ្រព្យក្នុងផ្ទះក៏ដើរតាមស្នាមជើងចៅទៅដល់ស្រែនោះឃើញនៅទីកន្លែងដែលពួកចៅចែកទ្រព្យគ្នាក្នុងស្រែនោះបានឃើញស្នាមជើងរបស់អ្នកស្រែមនុស្សទាំងនោះទៅតាមស្នាមជើងរបស់អ្នកស្រែនោះឃើញនៅទីកន្លែងនៃបង្វិចទ្រព្យដែលបរោះអ្នកជួស្រែនោះលាក់ទុកក៏កកាយអាចដីចេញហើយកាន់យកនៅបង្វិចទ្រព្យគំរាមថាអ្នកឯងប្លន់ផ្ទះយើងហើយមកធ្វើដូចជាអ្នកជួស្រែអ្វីវាយដោយដំបងនាំទៅថ្វាយព្រះរាជាព្រះរាជាទ្រង់ព្រះសម្ដាប់នៅរឿងនោះហើយក៏បញ្ជាឲ្យប្រហារជីវិតបរោះអ្នកជួស្រែនោះពួករាជបរោះចងបរោះអ្នកស្រែនោះឲ្យមានដៃទៅខាងក្រោយវាយដោយរំពាត់ផ្ដៅនាំទៅកាន់ទីសម្លាប់បរោះអ្នកជួស្រែនោះត្រូវរាជបរោះវាយដោយផ្ដៅមិនពោលនៅពីអ្វីដតីឡើយពោលតែពាក្យថាមនាលអនន្តអ្នកឃើញអសេរពឹសទេឃើញព្រះអង្គអសេរពឹសកាចគ្រានោះពួករាជបរោះសួរបរោះអ្នកជួស្រែនោះថាអ្នកពោលពាក្យរបស់ព្រះសាស្តានិងពាក្យរបស់ព្រះអនន្តប៉ុណ្ណោះព្រោះហេតុអ្វីបរោះអ្នកជួស្រែនោះឆ្លើយថាកាយយើងបានគាល់ព្រះរាជាទើបយើងប្រាប់ក៏នាំទៅកាន់សំណាក់ព្រះរាជាក្រាបទូលរឿងនោះចំពោះព្រះរាជាគ្រានោះព្រះរាជាត្រាស់សួរបរោះអ្នកជួស្រែនោះថាព្រោះហេតុអ្វីទើបឯងពោលពាក្យដូច្នោះបរោះអ្នកជួស្រែនោះក្រាបទូលថាបបិទ្ធព្រះសម្មាទិទេពខ្ញុំព្រះអង្គមិនមែនចោលទេ
ហើយក៏ក្រាបទូលរឿងថ្វាយព្រះរាជាទាំងអស់គឺចាប់ផ្ដើមពីកាលដែលខ្លួនចេញទៅភ្ជួរស្រែព្រះរាជាទ្រង់ព្រះសណ្ដាប់នៅពាក្យរបស់បរិសអ្នកភ្ជួរស្រែនោះហើយត្រាស់ថាណែអ្នកទាំងឡាយបរិសអ្នកភ្ជួរស្រែនេះអាងព្រះសាស្តាដែលជាអគ្គបុគ្គលលើលោកជាសាក្សីយើងលើកលែងទោសឲ្យបរិសអ្នកភ្ជួរស្រែនេះមិនទាន់សមគួរទេយើងនឹងដឹងនៅកិច្ចដែលយើងគួរធ្វើក្នុងរឿងនេះដូច្នេះហើយទ្រង់នាំបរិសអ្នកភ្ជួរស្រែនោះទៅកាន់សំណាក់របស់ព្រះសាស្តាក្នុងវេលាល្ងាចទូលសួរព្រះសាស្តាថាបបិទ្ធព្រះមានព្រះភិយព្រះអង្គស្ដេចបានទៅកាន់កន្លែងដែលអ្នកស្រែនោះភ្ជួរជាមួយនឹងព្រះអានន្ទឬព្រះសាស្តាត្រាស់ថាថ្វាយព្រះពរមហាបពិតតថាគតទៅព្រះអង្គទតឃើញអ្វីក្នុងស្រែនោះថ្វាយព្រះពរមហាបពិតតថាគតទតឃើញអំបិចទ្រប1000ព្រះអង្គទតឃើញហើយទ្រង់ត្រាស់នៅពាក្យអ្វីថ្វាយព្រះពរមហាបពិតតថាគតត្រាស់នៅពាក្យនេះបពិតព្រះអង្គដ៏ចម្រើនប្រសិនបើបរិសនេះមិនបានអាងបុគ្គលដូចជាព្រះអង្គជាសាក្សីទេគេនឹងមិនមានជីវិតប៉ុន្តែបរិសអ្នកភ្ជួរស្រែនេះបានពោលពាក្យដែលព្រះអង្គត្រាស់ហើយទើបបាននៅជីវិតព្រះសាស្តាទ្រង់ស្ដាប់នៅព្រះរាជតម្រាស់នោះហើយត្រាស់ថាថ្វាយព្រះពរមហាបពិតតថាគតពោលពាក្យមានប្រមាណប៉ុណ្ណេះហើយទៅសេចក្តីក្តៅក្រហាយក្នុងកាយជាខាងក្រៅរមែងមានព្រោះធ្វើនៅកម្មណាកម្មនោះបុគ្គលដែលជាបណ្ឌិតមិនក៏បីធ្វើឡើយដូច្នេះការនឹងទ្រង់បន្តអនុសន្ធិដើម្បីសម្ដែងព្រះធម៌ក៏ត្រាស់ប្រគាថានេះថានតាំងកម្មបាំងកតាំងសាធុយ៉ាងកត្វានុតបតេយសៈអសមុខោរោទាំងវិបាកាំងបដិសេវតេបុគ្គលធ្វើកម្មណាហើយរមែងក្តៅក្រហាយឬមានមុខប្រឡាក់ដោយទឹកភ្នែកស្រែកយំទទួលផលនៃកម្មណាកម្មដែលគេធ្វើហើយនោះឈ្មោះថាជាកម្មមិនល្អឡើយបណ្ដាបទទាំងនោះបទថាយ៉ាងកត្វាធ្វើកម្មណាហើយសេចក្តីថាបុគ្គលធ្វើនៅកម្មណាដែលអាចញ៉ាំងសត្វឲ្យកើតក្នុងអបាយភូមិទាំងឡាយមាននរកជាដើមបានដល់មានទុកជាកម្រៃកាលតាមរលឹកដល់ឈ្មោះថារមែងក្តៅក្រហាយក្នុងការជាខាងក្រោយគឺរមែងសោយសោករឿយៗក្នុងគណៈដែលរលឹកដល់កម្មនោះដែលបុគ្គលធ្វើហើយមិនល្អឡើយគឺមិនប្រពៃបានដល់មិនល្អបទថាយសាសុមុខខោជាអ្នកមានមុខជោគដោយទឹកភ្នែកសេចក្តីថាជាអ្នកមានមុខទៅទឹកដោយទឹកភ្នែកទួញយំសោយនៅផលនៃកម្មណាក្នុងការចប់ប្រធមទេសនាបាសកអ្នកភ្ជួរស្រែបានសម្រេចសោតាបតិផលសូម្បីភិក្ខុអ្នកមកប្រជុំគ្នាក្នុងទីនោះក៏បានសម្រេចអរិយផលទាំងឡាយមានសោតាបតិផលជាដើមដោយប្រការដូចនេះឯងចប់រឿងបរិសអ្នកស្រែ